សូមជំរាបសួរនិងសួស្តីអ្នកនរគ្នាថ្ងៃនេះគឺខ្ញុំមានវីដេអូថ្មីមួយចែករំលែកទៅកាន់បងប្អូនទាំងគ្នាអញ្ចឹងការពីមុនគឺធ្លាប់បានបង្ហាញម្ដងហើយពីរបៀបនៃការធ្វើជាវិក័យប័ត្រងាយៗតាមរយៈកម្មវិធី Microsoft Word សង្ឃឹមថាបងប្អូនទាំងគ្នាបានទស្សនាចប់ហើយក៏បានអនុវត្តហើយក៏អាចបង្កើតបានដែរអញ្ចឹងថ្ងៃនេះយើងចូលមេរៀនថ្មីមួយទៀតការធ្វើវិក័យប័ត្រដូចគ្នាតែយើងធ្វើតាមរយៈកម្មវិធី Canva ឬក៏ website Canva វិញម្ដងអញ្ចឹងដើម្បីធ្វើតាម Canva វិញតើយើងត្រូវធ្វើមិនយើងអាចធ្វើតាមរបៀបណាបានអញ្ចឹងជំហានដំបូងគឺបងប្អូនទាំងគ្នាត្រូវចាំថាកុំព្យូទ័ររបស់បងប្អូនបានភ្ជាប់ជាមួយនឹងសេវាអ៊ីនធឺណិតរួចរាល់មានន័យថាកុំព្យូទ័រអាចដំណើរការជាមួយនឹងអ៊ីនធឺណិតបានជំហានទី2គឺបើកចូលជាមួយនឹងកម្មវិធី Chrome Google Chrome ហើយបន្ទាប់មកនៅខាងលើនេះបងប្អូន search ពាក្យថា Canva មកនេះ search បែបនេះហើយបន្ទាប់មកជ្រើសរើស Canva ហើយបន្តមកទៀតបងប្អូនជ្រើសរើសយកកន្លែង Canva ខាងលើនេះមកបន្ទាប់មកនឹងចេញផ្ទាំងនេះហើយត្រង់ចំណុចនេះដែរកុំព្យូទ័រខ្លះអាចនឹងចេញជាអង់គ្លេសភាគច្រើនហើយកុំព្យូទ័រខ្លះទៀតអាចចេញជាភាសាខ្មែរអញ្ចឹងដើម្បីកុំឲ្យពិបាកក្នុងការមើលអញ្ចឹងខ្ញុំសូមដាក់ទៅជាអង់គ្លេសសិននេះចេញទម្រង់បែបនេះអញ្ចឹងដោយសារតែខ្ញុំទើបតែចាប់ផ្ដើមប្រើប្រាស់អញ្ចឹងនៅក្នុងនេះគឺយើងអត់ទាន់បានចុះឈ្មោះឡើយទេអញ្ចឹងដើម្បីចុះឈ្មោះបានគឺបងប្អូនចុចពាក្យ start designing មកបន្ទាប់មកគឺត្រូវការឲ្យយើងភ្ជាប់ជាមួយនឹង Gmail ឬក៏ភ្ជាប់ជាមួយនឹង account Facebook ជាដើមអញ្ចឹងចំណុចនេះអាស្រ័យលើបងប្អូនទេចង់ភ្ជាប់មួយណាក៏បានដែរអញ្ចឹងដើម្បីឲ្យងាយខ្ញុំសូមជ្រើសរើសយក continue using Google តែម្ដងមានន័យភ្ជាប់ជាមួយនឹង Gmail ដែលយើងកំពុងតែប្រើប្រាស់ហ្នឹងចុចមកបន្តមកទៀតគឺចេញផ្ទាំងនេះអញ្ចឹងខ្ញុំជ្រើសរើសយកគណនីខាងលើមានថា Gmail ខាងលើឬ cybrey@gmail.com នេះអញ្ចឹងបើសិនជាកន្លែងនេះបងប្អូនមាន Gmail ច្រើនយើងអាចជ្រើសរើស Gmail ណាមួយក៏បានដែរដើម្បីអាចប្រើប្រាស់ជាមួយនឹង Canva នឹងបានបន្តមក continueសូមបញ្ជាក់ត្រង់នេះដែរយើងត្រូវការចុះឈ្មោះតែម្ដងដំបូងទេដល់ពេលលើក្រោយទៀតនៅពេលដែលយើង search ពាក្យ Canva ភ្លាមយើងអាចចូលទៅបង្កើតជា slide កិច្ចការឬក៏បង្កើតជាផ្ទាំង design ផ្សេងៗបានធម្មតាយើងអត់ពិបាកចុះឈ្មោះម្ដងទៀតទេនៅក្នុងនេះយើងអាចប្រើជាមួយមុខងារមួយចំនួន free បានអត់ជាបញ្ហាទេតែកន្លែងខ្លះសូមចំណាំបើសិនបើឃើញមានរូបមកុដបែបនេះឬក៏មានរូបកាយផ្សេងៗនឹងមានន័យថាយើងអាចប្រើប្រាស់បានយើងអាចយកមកដាក់នៅក្នុងកិច្ចការយើងបានទេទោះបីយើងដាក់បានប៉ុន្តែយើងអាចទាញយកបានដោយសារតែត្រូវការយើងបង់ថ្លៃអញ្ចឹងខ្ញុំគិតថាបើសិនជាត្រឹមតែបង្កើតកិច្ចបាតឬក៏ design អីផ្សេងៗຂະຫນាតតូចធម្មតាយើងអាចប្រើជាមួយនឹង Canva free នឹងបានតែបើសិនជាតម្រូវការអ្នកនរគ្នាចង់ស្វែងរកនៅ font ខ្មែរស្អាតៗឬក៏ការ design រចនាបថអីផ្សេងៗថ្មីទៀតនឹងគឺត្រូវបង់ថ្លៃដើម្បីអាចប្រើប្រាស់បានតែបើសិនជាធម្មតាយើងអាចប្រើ Canva free នឹងធម្មតាចុះអញ្ចឹងត្រឡប់មកវិញនៅពេលដែលយើងចេញផ្ទាំងនេះហើយបងប្អូនអរគ្នាឃើញផ្ទាំងនេះហើយមានន័យថាយើងចូលទៅដល់ផ្ទាំងនៃកម្មវិធី Canva ហ្នឹងហើយអញ្ចឹងយើងចង់ធ្វើឲ្យគេមិញធ្វើជាវិក័យប័ត្រអញ្ចឹងវាមានជម្រើសច្រើនដើម្បីធ្វើវិក័យប័ត្របានគឺអាចចូលកន្លែងនេះក៏បានដើម្បីបង្កើតជា slide កិច្ចការមួយຂະຫນាត A5 ឬក៏ A4 តាមត្រូវការជាក់ស្ដែងឬក៏ custom size នេះជាក់ស្ដែងក៏បានដែរនេះបើសិនជាចង់ធ្វើជា slide presentation ផ្សេងៗអាចជ្រើសរើសយកមួយនេះបានតែបើសិនជាយើងជ្រើសរើសយកកន្លែងនេះទៅមកមានន័យថាចេញជាផ្ទាំង slide សមួយហើយយើងចាប់ដើមធ្វើ slide កិច្ចការដូចនៅក្នុង Word អញ្ចឹងបាក់ផាយគ្នាតែបើឲ្យងាយដោយសារតែយើងដឹងគោលបំណងខ្លួនឯងច្បាស់ថាយើងធ្វើឲ្យគេអញ្ចឹងឧទាហរណ៍ខ្ញុំចង់ធ្វើជាវិក័យប័ត្រអញ្ចឹងកន្លែង search នេះបងប្អូនអរគ្នាចុចលើនឹងមកហើយ search ពាក្យ invoice មកចង់បានទម្រង់បែបណាអាច search បែបហ្នឹងមកមានជម្រើសច្រើនមាន invoice template អីជាហោហែអញ្ចឹងនៅពេលដែលយើង search ពាក្យហ្នឹងភ្លាមអញ្ចឹងវានឹង load វិក័យប័ត្រផ្សេងៗមកបង្ហាញបងប្អូនអរគ្នាយើងឆ្លាញ់មួយណាអាចជ្រើសរើសមួយហ្នឹងទៅហើយបន្តលើកិច្ចការហ្នឹងអញ្ចឹងនេះអញ្ចឹងបងប្អូនសង្កេតមើលអាផ្សេងៗគឺអត់ជាប់មានរូបអីទេតែដល់ពេលកន្លែងនេះគឺមានជាប់រូបមកុដហើយដាក់ពាក្យថា pro អញ្ចឹងមានន័យថាយើងអាចប្រើបាននេះតែបើសិនអាផ្សេងៗគឺយើងអាចប្រើបានដោយសារតែអាផ្សេងៗគឺអត់មានជាប់មកុដទេអញ្ចឹងខ្ញុំជ្រើសរើសយកកិច្ចប័ត្រណាមួយដែលខ្ញុំពេញចិត្តហើយបន្តមកខ្ញុំយកកែបើសិនជានៅក្នុង Word គឺតម្រូវយើងរៀបចំទាំងស្រុងតែបើសិននៅក្នុងនេះវាមានគំរូពុំស្រាប់ៗគ្រាន់តែយកមកកែថែមថយបន្តិចតួចគឺរួចរាល់ហើយអញ្ចឹងឧទាហរណ៍ថានេះចុះឬក៏មួយនេះក៏បានដែរចង់បានមួយហ្នឹងគឺចុចលើហ្នឹងមកតមកនៅខាងក្រោមនេះមានជម្រើសផ្សេងទៀតបើសិនជាចង់ជ្រើសរើសបន្ថែមអាចស្វែងរកបានមួយណាដែលយើងពេញចិត្តឧទាហរណ៍ថាខ្ញុំយកមួយនេះអញ្ចឹងខ្ញុំអាច custom នេះមកតមកជាផ្ទាំងនេះមានន័យថាវាខ្លាចជារបស់យើងហើយអញ្ចឹងយើងអាចកែតម្រូវកន្លែងហ្នឹងបានចង់កែឈ្មោះកែលេខទូរស័ព្ទកែផ្សេងៗកែបានធម្មតាអញ្ចឹងរបៀបកែរបៀបម៉េចគឺយើងគ្រាន់តែចុចលើអក្សរហ្នឹងកែបានធម្មតា
ចឹងជាឧទាហរណ៍ខ្ញុំសុំ bridge bridge អាច scroll bridge មកក៏បានឬក៏នេះកន្លែងនេះក៏បានដែរ bridge pro ដើម្បីស្រួលមើលចឹងដំបូងឡើយគឺដាក់ឈ្មោះឧទាហរណ៍ណាឈ្មោះក្រុមហ៊ុនឬក៏ឈ្មោះអីជាក់ស្ដែងចុះឥឡូវខ្ញុំឧទាហរណ៍ចឹងដាក់ខ្មែរជាក៏បានជាអង់គ្លេសក៏បានដែរឧទាហរណ៍tôiដាក់បែបនេះកន្លែងនេះខ្ញុំអត់ចង់ប្រើជាអង់គ្លេសចង់ប្រើជាខ្មែរក៏បានដែរឬក៏អត់ទេចង់ប្រើជាអង់គ្លេសក៏បានមិនបញ្ហាទេឡើយនេះថ្ងៃខែដាក់ថ្ងៃមកថ្ងៃនេះគ្រាន់ជាការឧទាហរណ៍បងប្អូនចង់រៀបចំបែបណាក៏បានដែរតាមជាក់ស្ដែងតាមចំណង់ចំណូលចិត្តមកហើយបើសិនជាឃើញធ្លាក់អញ្ចេះក៏យើងអាច bridge បានដែរនេះអាកន្លែងគៀនហ្នឹងគឺសម្រាប់ទាញ bridge ហើយតមកមានកន្លែងនេះគឺអាចតម្រឹមឆ្វេងរំស្ដាំរុនទៅឆ្វេងទៅស្ដាំជាក់ស្ដែងចឹងកន្លែងនេះខ្ញុំកែដាក់ទៅជាអតិថិជនយើងលក់ឲ្យពីណាគេដាក់មកនេះខ្ញុំអត់ចង់ដាក់ឲ្យលុបចេញនេះក៏ខ្ញុំលុបចេញដែរចឹងខ្ញុំចង់ដាក់អាស័យដ្ឋានមួយទៀតនៅកន្លែងចន្លោះនេះចឹងដើម្បីដាក់បានគឺអាច copy អក្សរណាមួយមកកន្លែងណាមួយក៏បានដែរឬក៏ទៅបង្កើតកន្លែង text នេះក៏បានដែរតែបើឲ្យងាយខ្ញុំគិតថា copy មកឧទាហរណ៍ថាចុចលើកន្លែងអតិថិជនមកហើយនេះរូបសញ្ញាបូក duplicate ចុចមកទៅមកយើងអស់វាទៅដាក់កន្លែងណាដែលយើងចង់ដាក់មកថតកន្លែងនេះចុះចឹងចុចលុបវា2ដង select ឬក៏ចុចម្ដងមកហើយយើងលុបធម្មតាក៏បានដែរគ្រាន់ថាយើងយូរចឹងចុចវា2ដងមកឬក៏ចុចលើនឹងមកហើយ control so A ហើយទៅសេមកឧទាហរណ៍ថាភូមិប៉ុណ្ណេះឥឡូវធ្លាក់ដែរចឹងអាចទាញមកទាញដូចមិនបានអត់បញ្ហាទេ bridge រឹមកណ្ដាលកន្លែងនេះដូចគ្នារូបតំណាងដូចនៅក្នុង Word ចឹងចុះក្រោមតិចក៏បានឡើងលើតិចក៏បានប៉ុណ្ណឹងហើយឬចង់ដាក់លេខទូរស័ព្ទមួយទៀតពីក្រោមហ្នឹងអញ្ចឹងអាចដាក់មកហើយ enter ធម្មតាក៏បានដែរឧទាហរណ៍ចឹងចាស់ប៉ុណ្ណឹងហើយកន្លែងនេះទម្រង់កាយបត្តិដំបូងឡើយគឺលេខរៀង letter អញ្ចឹងយើងអាចព្រួមកនេះបានកន្លែងទាញបានដូចនៅក្នុង Word ដូចក្នុង Excel នេះយើងអាចលុបបាននេះអាចទាញឡើងលើតិចទៅហើយអាចទាញកលបានអត់បញ្ហាទេស្រួលកលមែនតើនៅក្នុងចឹងកន្លែងនេះរាយមុខទំនិញចំនួនតម្លៃរាយឧទាហរណ៍ថាតម្លៃរាយអញ្ចឹងនៅខ្វះមួយជួរទៀតតម្លៃសរុបអញ្ចឹងអាចបង្កើតមកនេះមានសញ្ញាបូកចំបង្កើតកន្លែងណាចុចកន្លែងហ្នឹងមកអស់ម៉ៅមកដាក់ក្លានេះចុចបូកកន្លែងនេះមានបង្កើតចន្លោះហ្នឹងសិនដាក់ខាងចុងចុចបូកមកយើងគឺបង្កើតនៅខាងចុងមួយទៀតតម្លៃសរុបហើយចង់ bridge ហ្នឹងឲ្យធំទាញមកចំហៀងមកធ្វើម៉េចឲ្យតម៉ៅហ្នឹងក៏ឲ្យដាក់ចំកន្លែងក្លាហ្នឹងមកគឺយើងអាចទាញបានដែរចុច click មកឆ្វេងឲ្យជាប់មកហើយទាញ bridge ព្រមបានតែជាក់ស្ដែងដូចនៅក្នុង Word របស់យើងដែរដូចក្នុង Excel ដូចក្នុង Word ដែរហើយបើសិនចង់កើតជួរដេកដូចគ្នាបូកមកគឺយើងកើតបានដែរអូខេគេមកអីគេទឹកប្រាក់សរុបឧទាហរណ៍ទឹកប្រាក់កក់មានមួយទៀតអីគេទឹកប្រាក់នៅសល់ copy ចូលក្រោមបានធម្មតាដូចគ្នាឧទាហរណ៍ប៉ុណ្្នឹងចា៎អញ្ចឹងកន្លែងនេះយើងអាចលុបចេញបានដើម្បីលុបបានចុចលើនឹងមកហើយចុចលុបធម្មតាជាឡើងចុចលុបធម្មតាអញ្ចឹងកន្លែងនេះយើងអត់មានក្លាចូលក្រោមអញ្ចឹងដើម្បីបានក្លាចូលក្រោមធ្វើម៉េចអាចគូក្លាខ្លួនឯងថែមក៏បានដែរឬក៏យើងចង់លេង style ធ្វើម៉េចឲ្យរៀងប្លែកអញ្ចឹងដើម្បីគូបានគឺចូលកន្លែង design ហ្នឹងមកឬមួយចូលកន្លែងនេះវិញហើយតបមកអ្នកមានកន្លែងទម្រង់4ជ្រុងឬក៏រាងកែង4ជ្រុងជំនាញរៀងប៉ិតនេះក៏ដែរអញ្ចឹងខ្ញុំយក4ជ្រុងនេះចាចុចលើនឹងមកមានតែបង្កើត4ជ្រុងលើនឹងអញ្ចឹងយើងអាចអង្គទៅឆ្វេងទៅស្ដាំឲ្យជាក់ស្ដែងតមកគឺយើងអស់មកឲ្យអប់មើលនេះមកហើយអាចព្រួមវាមកព្រួមតម្រូវកន្លានធ្វើម៉េចឲ្យប៉ិនមួយអាជួរឈើរបស់យើងនេះឲ្យស្មើគ្នាមកវាមួយយ៉ាងដែរឬមួយទៀតអាចបង្កើតជាកន្លានចូលក្រោមនេះក៏បានដែរបើសិនជាអត់ចង់លេង style Q អញ្ចឹងតែបើសិនជាយើង print color អាចលេង style យើងមកហើយ copy អាហ្នឹងក៏បានដូចគ្នាយើងគ្រាន់តែចុចលើប្រអប់ហ្នឹងមក Ctrl C Ctrl V អញ្ចឹងគឺ copy បានដែរទៅមកដាក់ខាងក្រោមមួយទៀតមកតោះមាន3អញ្ចឹងមាន3 copy គ្រប់3មកហើយរំកិលអក្សរនេះចុះមកក្នុងទៀតឲ្យត្រូវចំកដាលជាមួយនឹងត្រាំងប៉ុណ្ណឹង
ឬអានេះដិតពេកអញ្ចឹងចង់បន្ថយ select លើវាទាំង3ក៏បានឬក៏ម្ដងមួយបងមួយក៏បានតោះមកឃើញខាងលើនេះអញ្ចឹង color អាចបដូរវាស្រាលតិចមកពណ៌នេះក៏បានដែរដូចការស្រេចតែនេះរៀងក្លៀតធំអញ្ចឹងអាចកលវាឲ្យអប់តិចមកអប់ជ្រុលបាត់អញ្ចឹងអាចចុះក្រោមតិចមិនគ្នាអញ្ចឹងយើងបានតារាងមួយទៅមកកន្លែងនេះចង់ទៅសេក៏បាន note ចំណាំផ្សេងៗក៏បានឬក៏អត់ក៏បានដែរជាក់ស្ដែងឬក៏មានហាត់លេខាអ្នកលក់ទៅហ្នឹងអ្នកលក់ចុះប៉ុណ្ណឹងអ្នកលក់មកកន្លែងនេះលុបចេញនេះតម្រូវការយើងជាក់ស្ដែងចង់ដាក់មិនក៏បានដែរអ្នកលក់អង្គចុះក្រោមមកទៅមកនៅខាងស្ដាំនេះអ្នកទិញអាចវាយនៅនឹងហ្មងអ្នកទិញអានេះទាញដល់ចុងមកហើយតមកយើង space ដក clear អ្នកទិញហ្នឹងដល់ចុងទៅក៏បានដែរធីងាយគិតអីស្រួលចុះក្រោមតិចមកអញ្ចឹងគឺចិត្តរួចគឺបានតម្រង់ប៉ុណ្ណឹងតមកធ្វើម៉េចទៀតឧទាហរណ៍យើងមើលអញ្ចឹងតស្អាតទេនេះយើងវាយឆ្អឹងចូលអស់ហើយអញ្ចឹងយើងចង់កែ font ឧទាហរណ៍កន្លែងឈ្មោះខ្ញុំនេះវាទូចពេកអញ្ចឹងចង់ព្រីធំទាញអានេះក៏បានឬក៏វិធីមួយទៀតនេះកន្លែងនេះគឺ font ដែរទំហំ font ហ្នឹងព្រីមកដល់ថា72អូធំជ្រុលបន្ថយវិញបន្ថយបានឬបញ្ចូលលេខក្នុងនេះហ្មងក៏បានដែរអញ្ចឹងថតប៉ុណ្ណឹងចាស់អក្សរអង់គ្លេសខ្ញុំអាចដាក់ទូចបន្តិចមកហើយកើចុះក្រោមបន្តិចមកត្រូវមួយទៀតចង់ដូរ font ដាក់ font មូលឬក៏ font ផ្សេងតាមតម្រូវការចុចលើអក្សរហ្នឹងមកមិនចាំបាច់ select ក៏បានដែរយើងគ្រាន់តែចុចលើហ្នឹងមកវាមានសុំជុំវិញហ្នឹងអញ្ចឹងចូលកន្លែងនេះ font ជ្រើសពឹបអត់ទាន់មានខ្មែរបើសិនយើងអត់ទាន់ទៅឡើងឬក៏យើងទើបតែប្រើប្រាស់ដបូងអញ្ចឹងដើម្បីបាន font ខ្មែរបាន search ពាក្យខ្មែរមកនេះចេញមានមួយចំនួនតែអាចប្រើការតាមតម្រូវការបានអញ្ចឹងខ្ញុំចង់បាន font នេះអញ្ចឹងដាក់មកគឺអាចដូរបានហើយអង់គ្លេសក៏ដូចគ្នាដែរចង់ដូរ font អង់គ្លេសចង់ដូរ font មិនវិញក៏ដូរបានជាក់ស្ដែងព្រមព្រិចជាក់ស្ដែង bold ក៏បានដាក់ trade ក៏បានតាមតម្រូវការចាំបាច់ខ្ញុំប៉ុណ្ណឹងមួយទៀតអាផ្សេងនេះក៏ដូចគ្នាដែរខ្ញុំចង់ដូរអញ្ចឹងអាចចុចលើនឹងមួយមកហើយដូរឡើងមិនទៅដែរហើយបើសិនជាអត់ឃើញ font ខ្មែរទេសើចពាក្យខ្មែរមកហើយស្វែងរក font ដែលយើងចង់បានមកឧទាហរណ៍ font នេះចានេះដូចគ្នានេះយក font នេះវិញឬក៏ font នេះដូចឈ្មោះខាងលើជាធម្មតានៅក្នុងការ design ផ្សេងគឺភាគច្រើនអត់សូវប្រើ font ច្រើនគេប្រើ font 3អីប៉ុណ្ណឹងអស់ហើយឬក៏លើសនឹងបន្តិចតួចគេអត់សូវប្រើ font ប្លែកគ្នាច្រើនពេកវាអាចធ្វើឲ្យអ្នកមើលហ្នឹងគាត់ឃើញវារៀងស្កាស់ពេលហ្នឹងវាអត់សូវស្អាតវិញខ្ញុំដាក់ប៉ុណ្ណឹងអញ្ចឹងចង់ដូរពណ៌ក៏បានដូរមិនក៏បានចុចលើនឹងដូចគ្នាហើយជ្រើសរើសកន្លែង A នេះមកអញ្ចឹងអាចរើសពណ៌ Q ពណ៌អីជាក់ស្ដែង invoice នេះចង់ដាក់ពណ៌អីដូរមកពណ៌ស្វាយទៅឬក៏ពណ៌ក្រហមមកតែជននេះចង់ដូរ font ដូរមកដូចគ្នាហើយអក្សរក្នុងតារាងនេះដូរ font ដូចគ្នាមក select ក្នុងតារាងទាំងអស់ក៏បានឬក៏ដូរម្ដងមួយក៏បានដែរចឹងយក font នេះមកចឹង font ទាំងអស់បានដូរហើយនៅឡើយកន្លែងនេះមិនតាន់ដូរ select ប៉ុណ្ណឹងហើយយក font ដូចមិញចឹងដូចរាល់កន្លែងអ្នកលក់អ្នកទិញដូចគ្នាដូរដាក់ចេះមកក៏បានឬក៏ font ផ្សេងក៏បានដែរចង់ឲ្យទូចចង់ឲ្យធំព្រិចប៉ុណ្ណឹងមួយទៀតឧទាហរណ៍ចង់លេង style អក្សរកន្លែងណាមួយឲ្យមានសុំឬក៏មានស្រមោលមានអីហ្នឹងយើងគ្រាន់តែចុចលើអក្សរហ្នឹងមកហើយចូលកន្លែងនេះ effect ហើយតោះមកនេះមានទម្រង់ style ផ្សេងចុះហើយមានស្រមោលឬក៏មានជាសុំចេះឬក៏អក្សរទម្រង់ដូច TikTok មានស្រមោលពណ៌ផ្សេងពណ៌ពី3ពណ៌អញ្ចឹងណាឬអានេះក៏បានដែរនេះមានសុំជុំវិញអក្សរនេះគឺសម្រាប់ព្រីកសុំហ្នឹងហើយយើងប្រើពណ៌អីគេសុំពណ៌ខ្មៅឬក៏ពណ៌ខៀវដាក់ពណ៌ខៀវចុះអញ្ចឹងបើសិនដាក់ពណ៌ខៀវយ៉ាងអក្សរនៅក្នុងនេះខ្ញុំត្រូវដូរពណ៌អក្សរវិញកុំឲ្យឆ្លោះនេះកន្លែងឈ្មោះខាងលើនេះអាចប្រើខៀវដែរដើម្បីឲ្យស៊ីគ្នាទាំងអស់ហ្មងកុំឲ្យអត់សូវស៊ីខៀវទេចាអញ្ចឹងអ្នកនរគ្នាឃើញលេខ5ធ្លាក់អញ្ចឹងអាចទាញនេះមកតិចមកហើយតម្រឹមវាមកក្តារមកនៅពេលដែលចង់រំកិលអក្សរណាមួយឬក៏បន្ទាត់ណាមួយគ្រាន់តែចុចលើនឹងមកហើយបន្ទាប់មកអាចคลิกមកឆ្វេងហើយទាញវាកិលបានទៅឆ្វេងស្ដាប់បានដូចគ្នាវាងាយស្រួលជាងនៅក្នុងកម្មវិធី Microsoft Word បន្តិចហ្នឹងវាមានគំរូស្រាប់ទៅមកយើងគ្រាន់តែឆ្នៃបន្តិចមកគឺបានដែរអញ្ចឹងនេះខ្ញុំកែទៅអក្សរ Q មិនទាន់អស់ select ទាំងអស់ចេះមកហើយយកពណ៌ Q មកអញ្ចឹងគ្រប់យ៉ាងទៅ Q ទាំងអស់អក្សរនេះគឺទៅ Q បាំងជាមួយនឹងផ្ទៃបាទអញ្ចឹងខ្ញុំសុំកែមកពណ៌អក្សរវិញរួចរាល់
này nó trong đã lên món các bạn đưa có ở toán các bạn học phần năng cho chứng cứ rủi rồi này bạn phần năng hay một tiết thôi là những trong đã rụp chỉ logo ấy mùi trong ra với cày bạn bao nhiêu thôi cày bắn nhầm lụi cái lụi ở toàn đang thay lụi cái này chứng trong đã rụp hiệp rồi có rụp tầm này xem miền pi chấm được thì mũi ai dương miền rụp sạp bộ miền rụp sạp xô lệ nhưng còn là do rụp nó mà đã trâu màu tại sân thì pi nhưng còn miền rụp sạp cái dương ra caro chứng rô nên á cái rô nơi trong đi sợi màu lụi kì cày bạn nó làm lụi kì sập hứ sẽ chịu hứ mất trong miền rụp sập hứ xem chỉ ra nơi trong nâng chỗ cái lành photo này các bạn miền rụp ra cho ba trong ban rụp ná cho đôi rụp nâng màu tái đại khát công màu cho mùi nâng pro này pro nâng cứ dừng vô cả để ra thử bóng play cho dừng ra từ free thông ra đấy bạn này dân chỉ không đang ở miền thế ai chơi rụp nạp xem vì cái vô mà đã nói trong đã rụp ấy kì miền rụp mùi miền rụp này thằng cái sạp chứ nhưng mọi đồ bạn hơn là thế này chứng nhưng trong đã nơi cái này nè hay tầm rung này rụp này đây này ở này đã nó miền tầm rung thì tụi tôi thấy dân trong đã tầm rung mũ tầm rung buồn trống đưa coi tầm rung mệt chứng là bây đăng là tầm rung nâng mét cho cái này nâng máu khoai như là dân rợn mày nâng trình thì tao máu scroll mà khổm dịch nó chân khơi nè cái này này chứ ngày rụp group nông nó cứ sạch về tầm rung sùng để dân ai đã rụp cho bằng chứng si ó hay dân trong ban tầm rung mạch để dân đạn không cày bạc chứ thôi thà trong miền sung thì đủ sạp sung thì rụp cùng tới xem xe sung miền rụp cài cho nó này chứ mà đây vô mua thầm này chỉ đơn mắt video cho này chứ những ai prum bằng prum đặt lại này nó thôi chẳng đặt lại chứ năng lại năng và năng chẳng những từ rụp mà rụp nhông hay chỉ được nông picture chứ ai cho lại đi máu thấy cho lại rụp bao nhiêu nó hay xoay đâu rụp này mà thò trong đã rụp đi mua cho đi copy click mà đám hơi giờ việc thà copy đọc máu pha cho không cần cài gì mà tranh lọc chứng vì nó trong lòi chân nó bây ở trên trong đồng mua đi bán tiên rụp nâng đã cho nông vùng nâng mất ok cho lọc lấy những ai pre pro mấy ta chạy đây phần đó thì bây giờ thì mơ tới khi nhìn nháy ai lúc trên bàn chỉ lên mất lúc thầm ra mà thế cái tiền cao lịch với tôi sẽ đang bàn ai cài bàn vì còn chia template để dừng tiền trên màu nó không templateทั้งdừng ai cài còn bàn lại nào tính chất tục tới lại nào tính chất ai lúc trên tới tam đồng đời cao bao nhiêu chạy đây chấn của thò nít đôi rồi chấn trong tin vô mà tin vô cứ cho cái lạnh xe đọc máu download hỏi cái này vô PDF dân mà trong bàn chi file PDF theo dân trong bàn chi rút tiếp giờ chơi PG nó được PNG cái bàn này chứ em vô PDF nữa thì tao download nó tụi bông tại này cài tại dân gì rút từng on đi rồi còn không tay ca với miền rút nam môi để cho một code cái đầu mặt bàn này tin cho bài này chẳng biết cứ chia smart file chứ đẹp cài mình nghe chẳng bông phone ai kịch mơ tới thà thôi tam đi hay năng phôi tam vượt cầm một đại dương phơi cái lò máu nó mùi nàng nghĩ số chiến phơi tam năng tới đồng bị ở sự việc càng nghĩ bọc luôn này chứng video này cứ trong miền ban nắng chụp cái video thôi càng cao tiệt ở con